នៅក្នុងផ្ទះគាត់បានជ្រើសរើសជាប្រភេទ3ប្រភេទទៅលើសំណាញ់អលុយមីញ៉ូមទៅលើសំណាញ់ភ្លីបតហើយនិងទៅលើ model 2-in-1 ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះក្រុមការងារក្រវ៉ាន់បានមកតឡើងជាមួយបរិយ ML នៅទឹកខ្មៅអញ្ចឹងសម្រាប់វិឡាសម្រាប់ផ្ទះវិឡាគាត់បានជ្រើសរើសទៅលើ3ប្រភេទសម្រាប់ទៅលើកែឋានគាត់អញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនអាចទៅទស្សនាជាមួយខាងបងបាននៅខាងក្នុងចឹងសម្រាប់នៅក្នុងផ្ទះគាត់បានជ្រើសរើសជាប្រភេទ3ប្រភេទទៅលើសំណាញ់អលុយមីញ៉ូមទៅលើសំណាញ់ភ្លីបតហើយនិងទៅលើ model 2-in-1 អញ្ចឹងសម្រាប់ទៅលើទ្វារមុខគាត់បានជ្រើសរើសជាប្រភេទសំណាញ់អលុយមីញ៉ូមអញ្ចឹងប្រភេទសំណាញ់អលុយមីញ៉ូមអាចការពារទៅលើមូសសត្វល្អិតផ្សេងៗហើយនិងខ្យល់ចេញចូលបាន 60% ផងដែរអាចការពារទៅលើឆ្កែឆ្មាទៅលើសត្វមួយចំនួនបានហើយនឹងអាចការពារទៅលើមនុស្សបានពីព្រោះសំណាញ់អលុយមីញ៉ូមនេះមានសារចាក់និងមានកលឹះលោកអញ្ចឹងសម្រាប់ទ្វារខាងមុខគាត់បានជ្រើសរើសជាប្រភេទសំណាញ់អលុយមីញ៉ូមអញ្ចឹងពុកម៉ែបងប្អូនអាចទៅទស្សនានៅខាងក្នុងគាត់បានធ្វើការប្រើប្រាស់ជាមួយទៅលើសំណាញ់ភ្លីបតទៅលើតាមប្រវត្តិនីមួយៗរបស់គាត់ណាចឹងសម្រាប់ប្រវត្តិនេះគាត់ជ្រើសរើសជាប្រភេទសំណាញ់ភ្លីបតចឹងសម្រាប់ទីតាំងនៅក្នុងផ្ទះគាត់បានជ្រើសរើសជាប្រភេទសំណាញ់ភ្លីបតដើម្បីដាក់តាមបង្អួចឬមួយទៅលើទ្វារនៅកែឋានគាត់សម្រាប់ខាងក្រោយជាប្រភេទប្រអួចផ្ទះបាយដើម្បីការពារមូសសត្វល្អិតផ្សេងៗហើយនិងខ្យល់ចេញចូលបានអញ្ចឹងសម្រាប់នៅក្នុងបន្ទប់គាត់បានជ្រើសរើសជាប្រភេទ model 2-in-1 សម្រាប់ model 2-in-1 ហ្នឹងគាត់អាចចឹងសម្រាប់នៅក្នុងបន្ទប់គាត់ជ្រើសរើសជាប្រភេទ model 2-in-1 សម្រាប់ model 2-in-1 គាត់អាចប្រើបានទាំងសំណាញ់អាចប្រើបានទាំងវាំងនននៅក្នុងក្រុងតែមួយសម្រាប់ model 2-in-1 នេះសម្រាប់ទៅលើវាំងននសម្រាប់ខ្ញុំពុកម៉ែបងប្អូនអាចការពារទៅលើខ្យល់ម៉ាស៊ីនត្រជាក់ចេញចូលការពារទៅលើក្លិនការពារទៅលើធូលីដីនិងកាត់បន្ថយសំឡេងថែមទៀតសម្រាប់ទៅលើសំណាញ់ពុកម៉ែបងប្អូនអាចការពារទៅលើមូសសត្វល្អិតផ្សេងៗនិងខ្យល់ចេញចូលបាន 60% ផងដែរអញ្ចឹងបើសិនពុកម៉ែបងប្អូនមានតម្រូវការទៅលើសំណាញ់អលុយមីញ៉ូមសំណាញ់ភ្លីបតទៅលើ model 2-in-1 ពុកម៉ែបងប្អូនអាចប្រឹក្សាជាមួយខាងការងាររបស់ក្រវ៉ាន់បានសូមអរគុណ